សួស្តីបងប្អូនវីដេអូហ្នឹងគឺខ្ញុំបានធ្វើដំណើរទៅលេខខេត្តមណ្ឌលគិរីនោះគឺដោយតាំងពី17ម៉េចហើយទៅបានកាត់ចឹងណាអញ្ចឹងខ្ញុំចង់នាំបងប្អូនមកមើលសម្រាប់នៃខេត្តមណ្ឌលគិរីនៅសួតឈើហើយនឹងភ្នំដាក់មកអញ្ចឹងណាទៅសភាពស្អាតប៉ុណ្ណាឡើយហើយកន្លែងខ្ញុំពងអដាហ្នឹងគឺជាផ្លូវចូលទៅខាងសមុទ្រឈើនៅលើភ្នំមណ្ឌលគិរីកាលមុនខ្ញុំធ្លាប់ទៅម្ដងដូចជា2000ប្រហែលនេះ2017កាលនោះអត់ទាន់មានជាកន្លែងដើរអញ្ចឹងកាលមុនវាជាវាស្មៅអញ្ចឹងតែលើគេអាប់ដេតបានច្រើននិយាយមែនអ្នកនេះអត់ដឹងថតពីអីខ្លះទេនិយាយទៅសួរតែចុចដាល់គឺខ្ញុំថតដែរពេលនោះកន្លែងខាងក្រោមនេះខ្ញុំចាំបានថាពេលខ្ញុំមកកាលមុនវាអត់មានជា resort អត់មានជាកន្លែងអីចឹងទេដូចជាវាស្មៅហើយមានដើមឈើច្រើនណាតែពេលលើគេ update ទៅជា resort អីច្រើនចឹងណានេះឃើញឆ្មានេះឆ្មាហ្នឹងវាចាំបញ្ញាក់មកមិញពេលខ្ញុំដាក់កាត់វាហ្នឹងវាពុះស្មៅហើយវាលើមកបញ្ញាក់ដូចលេខ10ពួនមួយវាចឹងណាបាត់ដល់កន្លែងនេះវិញយើងឃើញចដាមួយនឹងថតរូបស្អាតតែប៉ុន្តែគ្រាន់តែវាខ្ពស់បន្តិចអញ្ចឹងមកមានកូនតូចៗអីគួរតែកាន់ឯជាប់ហើយនឹងខ្ពស់មានអីត្រោលត្រមណាដល់នេះខ្ញុំឃើញមានអីប្លែកអត់ឡើយនេះគឺខ្ញុំឃើញកប៉ោកស្អាតដូចរូបពស់នេះក៏រៀបចឹងហើយខ្ញុំថតមកប្លង់ទៅនៅឃើញដូចស្តៀងអីហ៎និយាយទៅពេលដើរឡើងទៅនឹងអត់ចាប់អារម្មណ៍ឃើញផ្សាយទេតែពេលចូលមកខាងវិញទើបចាប់អារម្មណ៍ឃើញផ្សាយយ៉ាងខ្ជូតចូលជាមកដល់ទៅវិញទៅចូលទៅភ្នំដាក់នោះកន្លែងនេះគឺជាទស្សនវិជ្ជានៅលើភ្នំនោះកមុំណាគ្នាដែលមកលេខមណ្ឌលគិរីវាច្រើនគឺចូលឡើងហ្នឹងហើយវាច្រើនមកថតកន្លែង I love មណ្ឌលគិរីហ្នឹងហើយនឹងយកថតទៅឃើញទស្សនវិជ្ជាស្អាតចឹងណានេះបន្ទាប់ពីដើរលេងហត់ហើយក៏ចេញមកវិញក៏ទៅញ៉ាំអីហើយក៏ទៅកន្លែងគេអញ្ចឹងណាវីដេអូមានតែប៉ុណ្្នឹងអរគុណច្រើនដល់បាយអ្នកគ្នាខ្ញុំនៅខំខ្ញុំធ្វើវីដេអូបានវែងអរគុណបាយបាយ